រន្ទះគឺជាបាតុភូតធម្មជាតិដ៏គ្រោះថ្នាក់ប៉ុន្តែយើងនៅតែអាចការពារខ្លួនយើងបានយ៉ាងងាយអនុវត្តតាមវិធីនេះដើម្បីការពារសុវត្ថិភាពរបស់អ្នកនៅពេលដែលមានរន្ទះកើតឡើងប្រសិនបើអ្នកស្ថិតនៅខាងក្រៅពេលមានភ្លៀងផ្គរអ្នកគួរជៀសឲ្យឆ្ងាយពីវត្ថុនានាដែលនៅដាច់តែឯងដូចជាដើមឈើបង្គោលភ្លើងនិងអង្តែនជាដើមព្យាយាមចូលទៅរកជម្រកសុវត្ថិភាពឲ្យបានលឿនបំផុតតាមដែលអាចធ្វើបានចេញឲ្យឆ្ងាយពីប្រភពទឹកកុំប្រើឧបករណ៍អេឡិចត្រូនិកនានាដូចជាទូរស័ព្ទនិងវិទ្យុប្រសិនបើអ្នកនៅជាក្រុមអ្នកគួរបំបែកគ្នារក្សាចម្ងាយឲ្យបានយ៉ាងហោច15ទៅ30ម៉ែត្រពីគ្នាអង្គុយចងហោងឱនក្បាលចុះដៃអោបក្បាលជង្គង់ឬយកដៃខ្ទប់ត្រចៀកប្រសិនបើអ្នកនៅក្នុងផ្ទះព្យាយាមនៅឲ្យឆ្ងាយពីទ្វារនិងបង្អួចកុំប៉ះពាល់ឧបករណ៍អេឡិចត្រូនិកឬវត្ថុដែលមានជាតិដែកផ្ដាច់ចរន្តអេឡិចត្រូនិកនានាកុំងូតទឹកនៅពេលដែលមានព្យុះភ្លៀងសង្ងំនៅក្នុងផ្ទះយ៉ាងហោចណាស់30នាទីក្រោយពេលដែលមានរន្ទះលើសពីនេះទៅទៀតអ្នកក៏អាចការពារផ្ទះរបស់អ្នកពីរន្ទះបានផងដែរដោយប្រើប្រព័ន្ធការពាររន្ទះប្រព័ន្ធនេះមាន3ផ្នែកសំខាន់បង្គោលដែកដែលដាក់នៅលើដំបូលឬផ្នែកខ្ពស់បំផុតនៃអគារខ្សែលោហៈបញ្ជូនចរន្តនិងបង្គោលដែកដែលកប់នៅក្នុងដីបង្គោលដែកនៅលើដំបូលមានតួនាទីចាប់ទាញយកចរន្តអគ្គិសនីដែលកើតចេញពីរន្ទះបញ្ជូនចរន្តនោះតាមខ្សែលោហៈទៅកាន់បង្គោលដែលកប់នៅក្នុងដីហើយបង្គោលក្នុងដីបន្សាយចរន្តអគ្គិសនីទាំងនោះទៅក្នុងដីដោយមិនបង្កគ្រោះថ្នាក់ដល់មនុស្សសត្វឬវត្ថុនៅលើដីឡើយវាអាចការពារគ្រោះថ្នាក់ពីរន្ទះបានយ៉ាងមានប្រសិទ្ធភាពប៉ុន្តែត្រូវចាំថាប្រព័ន្ធនេះចាំបាច់ត្រូវដំឡើងដោយអ្នកជំនាញនិងត្រូវមានការធ្វើតេស្តដីឲ្យបានត្រឹមត្រូវ